rừng mới rồi rồi cái vậy chứ cặp play đấy vấn đề thà nó nghe vậy có cặp play đấy vấn đề thà dừng sẽ đạp tới vô ạch này bàn năng này nông bà thua đấy nó năng này dừng vô ạch này và nông lột năng miền lục ta mới năng tới pê tới có xong ở khu pê năng chui bị nết trọc hia bộ cột tròn ruột bàn mà rồi cho nam ấy bàn khu pê năng xua tha lục ta anhពិសាបរិយអត់ទេពិសាស្រាអត់ទេដើរលេងស្រីអត់ទេហើយចាំបើស្អីក៏អត់លោកតាឯងចង់រស់បាន100ឆ្នាំធ្វើអីហ្នឹងឯងព្រោះគេចង់បានរស់យូរដើម្បីស៊ីផឹកជក់ហ្នឹងហ្នឹងឯងហើយស្អីក៏អត់ចេះស្អីក៏អត់ចេះហ្នឹងចង់រស់100ឆ្នាំចង់រស់ធ្វើអីហ្នឹងក្នុងរឿងរបៀបដូចថាកំ pl ែងបើគេទៅទេប៉ុន្តែយើងយកសេចក្តីយកន័យបានវានៅត្រង់ថាត្រង់ន័យថាវាមិនមែនត្រឹមតែរឿងដែលគូពេទ្យសាកសួរបាញ់មិញណាបរិយស្រាដើរលេងស្រីអីកាមគុណហ្នឹងណាមិនមែនតែរឿងប៉ុណ្ណឹងឯណារឿងក្នុងលោកហ្នឹងអ្វីដែលជាអារម្មណ៍របស់ទិដ្ឋិតណ្ហាវាសិតទៅជាគ្រឿងញៀនណាគ្រឿងសវឹងណាគ្រឿងវង្វេងទាំងអស់ហ្នឹងឯងហ្នឹងឯងអញ្ចឹងដែលមនុស្សលោកយើងដែលរួចថាត្រូវការអាយុវែងហ្នឹងមិនមែនថាបានអាយុវែងហើយសិតតែល្អសិតតែបានប្រយោជន៍ទៅណាហ្នឹងហើយដូចពុទ្ធបរិស័ទយើងយកពេលវេលាមួយថ្ងៃហ្នឹងមកបំពេញបុណ្យកុសលណាហ្នឹងហើយអាហ្នឹងការរស់វាមានប្រយោជន៍មានតម្លៃមិនទៅបៀតបៀនអ្នកដទៃហ្នឹងហើយប៉ុន្តែក្នុងលោកដែលច្រើនមិនមែនចង់រស់នៅដើម្បីមកធ្វើប្រយោជន៍ខ្លឹមសារក្នុងការអប់រំទូមានចិត្តបំពេញបុណ្យកុសលទេគឺរស់នៅដើម្បីអាល័យអ្វីក្នុងលោកហ្នឹងណាដោយការស្រឡាញ់ដោយការពេញចិត្តណាហ្នឹងឯងវាមិនដឹងថាសម្បត្តិក្នុងទេវលោកអីហ្នឹងយ៉ាងម៉េចផងទេមិនចាំបាច់និយាយដល់ព្រះនិព្វានហើយបើសិនបើស្លាប់ទៅទេវលោកសម្បត្តិជាទេពទៅឲ្យត្រឡប់មកជាមនុស្សវិញមិនមកទេហ្នឹងហើយអាពេញចិត្តណាស់អាល័យណាស់ហ្នឹងហ្នឹងហើយដោយសារវាមិនទាន់ដឹងសម្បត្តិក្នុងទេវលោកណាចឹងបានព្រះអង្គដែងអនុបពីកថាឲ្យមនុស្សលះបង់កាមគុណជារបស់មនុស្សហ្នឹងបន្តិចបន្តួចនោះវាជាប់ស្អិតប្រកាន់ណាស់ដល់ទៅបានស្ដាប់អំពីទានអ្នកកថាសីលកថាសក្យកថាទៅគឺថាវាដកសេចក្តីអាល័យពីកាមគុណជារបស់មនុស្សហ្នឹងហើយព្រះអង្គរៀបរាប់អំពីសក្យកថាហ្នឹងចឹងទៅហើយដល់ទៅដកបានទៅបានព្រះអង្គសម្ដែងតទៅទៀតដោយអំណាចនៃកាមាទិនវកថាទៅថាហ្នឹងក៏នៅជាទោសនៅជាទោសស្អីដែលជាគុណហ្នឹងហើយគឺបរមសុខព្រះនិព្វានព្រះអង្គចង់បង្ហាញទៅនៃកមានិសង្សៈទៅដំណើរនៃកម្មៈហ្នឹងគឺទាំងព្រះមច្ឆរិយធម៌ទាំងព្រះនិព្វានណាបានព្រះអង្គប្រកាសសច្ចធម៌ទៅចាប់បានទៅជាសោតាបត្តមៈសោតាបត្តផលជាព្រះសោតាបានទៅហ្នឹងហើយអាហ្នឹងគឺដោយសារថាវាជាប់ស្អិតបន្លាដែលជាកាមគុណជារបស់មនុស្សហ្នឹងអញ្ចឹងអនុបពីកថានោះថាយកបន្លាជួសបន្លាណាជួសអាបន្លាដែលដោតជាប់សាច់ហ្នឹងដកវាចេញទៅអាបន្លាដែលជួសហ្នឹងក៏ចោលទៅដែរហ្នឹងក្នុងអនុបពីកថាណាព្រះអង្គសម្ដែងសក្កកថាហ្នឹងហ្នឹងហើយព្រោះបើមិនដកអាបន្លាជាប់នឹងកាមគុណជាមនុស្សហ្នឹងបានទេគឺវាមិនដឹងជាថានឹងត្រូវធ្វើទានរក្សាសិលទៅដើម្បីអីហ្នឹងហើយតលតែឃើញអានិសង្ឃរបស់ទានសិលទៅក្នុងសក្កកថាទៅរហូតដល់ទៅព្រះអង្គប្រកាសទោសនឹងទៅទៀតបានសោតាបត្តិផលាំងបរាំងហ្នឹងប្រកាសឡើងអ្វីក្នុងលោកហ្នឹងដោយសារតែវាមានសេចក្តីប្រកាន់តែមានខ្លួនយើងក៏ដូចជាយើងមានរោគអញ្ចឹងណាហើយវាសំខាន់ត្រង់ថ្នាំបំបត្តិការឈឺចាប់ហ្នឹងណាវាសំខាន់មកអំពីយើងឈឺហើយចុះបើយើងជាបាលវាឈប់ឈឺទៅវាមានចាំបាច់អីថ្នាំឲ្យបាត់ការឈឺចាប់ហ្នឹងបើអត់ឈឺផងហ្នឹងនេះអាទិដ្ឋិតណ្ហាហ្នឹងវាអញ្ចឹងវាជាតួរោគហ្នឹងហើយជាមួយគ្នានឹងបញ្ញខណ្ឌហ្នឹង
ដែលចឹងទៅវាចាំបាច់ត្រូវការថ្នាំបំបត្តិការឈឺចាប់ហ្នឹងរហូតដល់ទៅញៀនទៅណាហ្នឹងហើយញៀនជាមួយនឹងអាថ្នាំបំបត្តិការឈឺចាប់ហ្នឹងតែដល់ទៅយើងអប់រំចម្រើនបញ្ញាទៅបានយើងមកដឹងថាសំខាន់គឺជាឯណាជាហ្នឹងគឺវាកំចាត់បងទិដ្ឋិតណ្ហាហ្នឹងឯងហើយនឹងការដែលមិនមានបញ្ញខណ្ឌហ្នឹងវាអត់ឈឺអញ្ចឹងវាមានចាំបាច់អីថ្នាំបំបត្តិការឈឺចាប់ហ្នឹងសម្បត្តិស្ដេចចក្រក៏ដោយកាមគុណក្នុងទេវលោកក៏ដោយព្រហ្មលោកក៏ដោយគ្រាន់តែជាថ្នាំបំបត្តិការឈឺចាប់ទេអាហ្នឹងដោយសារតែយើងមានទុកទេបានជាយើងឲ្យតម្លៃសម្បត្តិទាំងអស់ហ្នឹងណាដោយសារយើងឈឺចាប់យើងមានទុកយើងមានទុកដោយអំណាចភពជាតិកំណើតហ្នឹងបានជាយើងត្រូវការរੂជំនួយរੂថ្នាំបំបត្តិការឈឺចាប់ហ្នឹងហើយចាញ់បោកឆន្ទរាគៈខ្លួនឯងហ្នឹងវាទៅជាយកជាគ្រឿងញៀនជាសំខាន់ទៅរហូតដល់ទៅអត់ចង់ជាទៅទៀតដោយសារតែវិញ្ញាណហ្នឹងប៉ុន្តែវាមិនមែនចេះតែបានថ្នាំបំបត្តិការឈឺចាប់នឹងរហូតទៅណាព្រោះវាត្រូវប្រែប្រួលទៅវាមានកម្មជាបច្ច័យវាមាននរកប្រែទេឆានអសុរកាយវត្តសង្សារមិនមែនចេះតែបានអ្វីសុខសាន្តទៅរហូតទេអញ្ចឹងចាំបាច់ត្រូវតែជាបាលឲ្យជាហ្នឹងហើយចាំបាច់ត្រូវជាបាលឲ្យជារោគនឹងអញ្ចឹងទៅហើយឲ្យពុទ្ធបរិស័ទយើងមានសមាធិល្អពិចារណាមើលហ្នឹងហើយអាដែលយើងនៅឈឺហើយលេបថ្នាំបំបត្តិការឈឺចាប់ហើយណាការដែលជារោគហ្នឹងដូចខ្ញុំណាវាត្រូវការលេបថ្នាំឲ្យបាត់ឈួលច្រមុះឈួលភ្នែកឲ្យបាត់ដាសាយអញ្ចឹងហ្នឹងហើយលេបទៅវាបាត់មែនហើយនឹងអាការដែលវាអត់មានជំងឺហ្នឹងអត់មានរោគហ្នឹងហ្នឹងហើយណាប្រសើរជាងអាជាហ្នឹងវាប្រសើរណាវាពិសេសដល់វាអត់ចាំបាច់ទៅលេបថ្នាំឲ្យបាត់ឈឺហ្នឹងឯណាបើវាអត់ឈឺផងហ្នឹងហ្នឹងហើយនឹងសម្បត្តិព្រះនិព្វានអញ្ចឹងណាសោតាបតិបលាំងបារាំងហ្នឹងគឺអញ្ចឹងណាវាអត់ចាំបាច់ត្រូវការសម្បត្តិក្នុងភព3ហ្នឹងទេមកពីវាអត់មានទិដ្ឋិតណ្ហាវាអត់បានប្រកាន់បញ្ញខណ្ឌហ្នឹងជាខ្លួនឯងណាហើយត្រេកអរនឹងព្រះនិព្វានដែលអត់មានវត្តដាក់នេះអាសង្ឃរាំងអសង្កបាំងតាំងវិធាមនុស្សព្រោះអយេនេះចម្រើនផលសមាបត្តិរឿយមានអាសង្ឃរាំងអសង្កបាំងព្រះនិព្វាននឹងជាអារម្មណ៍